Hello ហើយសួស្តីដល់អ្នកទាំងអស់គ្នាឥឡូវយើងមកជួបគ្នាម្ដងទៀតហើយឥឡូវយើងមកពិនិត្យឡើងវិញនៅចំពោះម៉ូតូដែល Mikey កំពុងតែជិះម៉ូតូខូចរបស់គាត់នឹងយកមកឲ្យបងប្រុសរបស់គាត់ជួសជុលហើយដោយសារតែ timeline មួយនេះក្រុមរបស់ Mikey ត្រូវបានក្រុមក្មេងទំនើបមួយក្រុមដែលជាជនទុច្ចរិតនឹងក៏បានវាធ្វើបាបដើម្បីការពារម៉ូតូរបស់ Mikey បានប៉ាជីក៏បានទៅរងដំបងជំនួសក៏ប៉ុន្តែ Mikey ក៏បានមានចេតនាបំផ្លាញម៉ូតូរបស់គាត់ភ្លាមៗគឺដោយសារតែ Mikey គឺបានខឹងនឹងក្មេងទំនើបមួយក្រុមនោះដែលបានវាធ្វើបាបមកលើប៉ាជីឡមកមើល Shinichiro របស់ Mikey វិញគឺពេលនោះ Shinichiro គឺបានរំជួលចិត្តយ៉ាងខ្លាំងពេលដែលគាត់នឹងបានឃើញ Mikey ហើយ Shinichiro ក៏បានចាប់ផ្ដើមស្រក់ទឹកភ្នែក Shinichiro ក៏បានសួរទៅបងប្រុសរបស់គាត់ថាអាយុប្រហែលហើយឆ្នាំហ្នឹងម្នប់តមក Mikey ក៏បានឆ្ងល់នៅក្នុងចិត្តរបស់បងប្រុសរបស់គាត់ខ្លាំងមែនទែនថាតើសួរអាយុអញ្ចឹងណាថាបងប្រុសរបស់គាត់អាម៉េចទេថ្ងៃហ្នឹងចាប់ផ្ដើមអញ្ចឹងទៀតហើយរៀងចេញមកចម្លែកមិនទេពីព្រោះថានៅពេលវេលាមុន Mikey ក៏បានស្លាប់ទៅហើយ Shinichiro នឹងគឺគ្មានសង្ឃឹមក្នុងការជួយសង្គ្រោះបងប្រុសរបស់គាត់ទេក៏ប៉ុន្តែនៅពេលនេះគឺគាត់បានឃើញ Mikey ធំឡើងជាលើដំបូងហើយ Shinichiro យកចិត្តទុកដាក់ចំពោះគ្រួសាររបស់គាត់ច្រើនជាងមុនហើយអ្វីៗផ្សេងទៀតហ្នឹងបន្ទាប់ពី Mikey ស្លាប់ Shinichiro គឺមានវិបត្តិផ្លូវចិត្តហើយគាត់ថែមទាំងប៉ុនប៉ងធ្វើអត្តឃាតហើយ Shinichiro នឹងមិននឹកស្មានថាគាត់អាចត្រឡប់ក្រោយបានជួបអូនប្រុសរបស់គាត់អញ្ចឹងណាដែលធ្វើឲ្យគាត់នឹងសប្បាយចិត្តខ្លាំងមែនទែនដោយសារអាកប្បកិរិយារបស់ Shinichiro ចម្លែកអញ្ចឹងបាន Mikey ឆ្ងល់អញ្ចឹងគ្នាអត់ដឹងអញ្ចឹងគ្នាមិនឆ្ងល់ទាំងយើងទាំងគេឆ្ងល់ដូចគ្នាណាហើយបន្តមក Mikey ក៏បានសួរថា Shinichiro ហ្នឹងតើអត់អីទេឬតើប្រវត្តិអីទេថ្ងៃហ្នឹងតើអត់អីណាគាត់ឆ្ងល់អញ្ចឹងណាប៉ុន្តែ Shinichiro គឺមិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បានហើយគាត់ក៏បានលុតជង្គង់របស់គាត់សម្រាប់ទឹកភ្នែកខណៈពេលដែលគាត់កំពុងយំ Shinichiro ក៏បានគិតនៅក្នុងចិត្តថាតើគាត់បានសម្រេចគោលដៅរបស់គាត់ហើយឬនៅហើយគាត់គឺអាចផ្លាស់ប្ដូរចូលវាសនានេះដល់ជោគជ័យដែរឬទេដោយលោតមកពេលវេលាត្រឹមត្រូវអញ្ចឹងណាហើយបន្ទាប់មក Shinichiro បានគិតថាអ្វីៗនឹងល្អឥឡូវនេះបន្ទាប់ពីបងប្រុសរបស់ Mikey ក៏បានជួសជុលម៉ូតូរបស់ Mikey រួច Mikey នឹងក៏បានចាក់ចេញពីម៉ូតូរបស់ Shinichiro និងថ្លែងអំណរគុណដល់បងប្រុសរបស់គាត់ហើយយើងក៏ចូលទៅទំព័របន្ទាប់ទៀតកាត់មកឃើញ Sansu ក៏បានមកជួបជាមួយនឹង Shinichiro អាពេល Sansu នឹងគឺបានគិតពីបាក់ចិត្តខ្លាំងមែនទែនថាឥឡូវនេះគាត់កំពុងវល់ខ្លាំងណាស់គិតអីមិនចេញទេដោយចិត្តច្របូកច្របល់ខ្លាំងមែនទែន Sansu ក៏បានរៀបរាប់ប្រាប់ទៅ Shinichiro ថាគាត់ប្រហែលជាឈួតហើយមើលទៅដល់អារម្មណ៍របស់គាត់នៅពេលនេះបានរំលែកអនុស្សាវរីយ៍ផ្សេងៗកាលពីថ្ងៃមុនហើយគាត់ក៏បានត្រឡប់មកផ្ទះរបស់គាត់ភ្លាមៗហើយនៅពេលដែលគាត់កំពុងតែនៅផ្ទះរបស់គាត់នឹងស្រាប់តែការចងចាំថ្មីៗរបស់គាត់នឹងក៏បានផុសឡើងមកដែលធ្វើឲ្យគាត់នឹងច្របូកច្របល់ខ្លាំងមែនទែនអញ្ចឹងណា Sansu ស្រាប់តែនឹកឃើញការស្លាប់របស់ Mikey នៅពេលវេលាដើមទៅវិញបន្ថែមតែប៉ុណ្្នឹងទេ Sansu ក៏បាននឹកឃើញនៅពេលដែល Shinichiro នឹងក៏បានធ្វើអត្តឃាតនៅចំពោះមុខគាត់ដែលធ្វើឲ្យ Sansu នឹងក៏មានការភ័ន្តច្រឡំយ៉ាងខ្លាំងចំពោះការចងចាំរឿងទាំងអស់នេះមិនដឹងថាមានរឿងអ្វីកើតឡើងទៀតទេនៅក្នុងសុខភាពផ្លូវចិត្តរបស់ Sansu ព្រោះវាត្រូវប៉ះពាល់យ៉ាងខ្លាំងដោយសារការចងចាំនិងរូបភាពថ្មីៗហើយគាត់ក៏នៅតែស្ថិតនៅក្នុងរូបភាពតក់ស្លុតជាមួយនឹងពេលវេលានេះដដែលដែលមានន័យថា Sansu គឺបានចងចាំគ្រប់យ៉ាងនៅពេលវេលាដើមហើយនេះគឺជាហេតុផលដែល Sansu គឺមិនបានចូលរួមជាសមាជិកដំបូងរបស់ Thoman គឺដោយសារតែគាត់នឹងតែងតែមានស្មារតីដោយសារការចងចាំថ្មីរបស់គាត់ចឹងហើយបន្ទាប់មក Shinichiro បានបញ្ចូលប្រាប់ទៅ Sansu អំពីរឿងទាំងអស់នេះថាពេលវេលាដែល Sansu តែងតែគិតនឹងគឺពួកគេគឺបានឆ្លងមកគឺថាឆ្លងពេលវេលាជាមួយនឹង Shinichiro មកចឹងណាហើយ Shinichiro ក៏បានបញ្យល់នៅដំណើររឿងគ្រប់យ៉ាងថាគាត់នឹងគឺបានឆ្លងពេលវេលាត្រឡប់មកដើម្បីជួយសង្គ្រោះប្អូនប្រុសរបស់គាត់ដែលត្រូវជា Mikey មុនពេលវេលាដែលគាត់អាចឆ្លងពេលវេលានេះបានគឺគាត់បានសម្លាប់បុរសអនាថាម្នាក់និងប្រាប់បានកំបាំងនៃរបៀបគាត់ដែលបានទទួលធម៌ពលពេលវេលានេះទៅកាន់ Sansu បន្ទាប់ពី Sansu ក៏បានដឹងរឿងនេះហើយពេល Sansu នឹងគឺជាមនុស្សដំបូងបំផុតដែល Shinichiro ប្រាប់អំពីអាថ៌កំបាំងទាំងនេះមកកាន់គាត់បន្ទាប់ពី Sansu បានស្ដាប់ការបញ្យល់របស់ Shinichiro រួចគាត់ក៏បានធូរស្រាលបន្តិចហើយគាត់កំពុងតែស្វែងរកហេតុផលថ្មីសម្រាប់ខ្លួនឯង Shinichiro បានឲ្យ Sansu នឹងរក្សាជាការសម្ងាត់ដោយរឿងរបស់ពួកគេនឹងមិនចង់ឲ្យពីណាគេដឹងឡើយរួចមក Sansu ក៏បានលា Shinichiro ត្រឡប់ទៅផ្ទះវិញដោយនិយាយប្រយោគចុងក្រោយថាគឺបងប្រុសពីព្រោះថា Sansu អាចចាត់ទុក Shinichiro ច្រើនជាគ្រួសាររបស់គាត់ព្រោះយើងមើលទៅបងប្រុសរបស់ Sansu គឺតែងតែស្ដីបន្ទោសមកកាន់ Sansu ជានិច្ចនិងគម្រាមកំហែងគួរឲ្យភ័យខ្លាចធ្វើឲ្យ Sansu នឹងគឺបានរត់ចេញពីផ្ទះរបស់គាត់ថែមទាំងប៉ុណ្ណោះ Sansu ក៏បានបដូរត្រកូលគ្រួសាររបស់គាត់ទៅជា Sansu Harochiyo ទាំងត្រកូលរបស់ Sansu នឹងគឺត្រកូល Akashi ចឹងឈ្មោះ Sansu នឹងគឺ Sansu Akashi ចឹងណាហើយហេតុផលដែល Sansu នឹងគឺចូលចិត្តមកលើ Shinichiro ពីព្រោះថា Shinichiro នឹងគឺជាមនុស្សល្អដែលបានមើលថែក្មេងកំព្រាជាច្រើនហើយ Shinichiro គឺបានធ្វើគំរូដល់កុមារាជាច្រើនមិនថាតែគ្រួសារអាយណូពីដែលត្រូវភ្លើងឆេះផ្ទះនិងប្រូអ៊ីសាណាកូរ៉ូកាវ៉ាក៏ត្រូវបានបញ្ជូនទៅមណ្ឌលកុមារកំព្រា Shinichiro នឹងក៏បានដើរតួនាទីជាបងប្រុសម្នាក់ដើម្បីបង្ហាត់បង្រៀនពួកគេគឺឲ្យចេះរស់នៅក្នុងជីវិតដ៏មានតម្លៃចឹងណាបន្តទៅមុខទៀតយើងនិយាយសាច់រឿងបន្ទាប់តែពេល Shinichiro នឹងកំពុងតែគិតក្នុងចិត្តម្នាក់ឯងថាឥឡូវនេះគាត់មិនត្រូវការតាមពលពេលវេលាមួយនេះទៀតទេតែគាត់កំពុងតែនិយាយម្នាក់ឯងនៅលើដើមផ្លូវណាហើយស្រាប់តែលើសំឡេងនរណាម្នាក់ហ្នឹងគឺបានបង្កចលាចលហើយមើលទៅនេះគឺជាជុតឆាករបស់ Takemichi កំពុងតែជួយសង្គ្រោះទៅលើសង្សាររបស់គាត់ដែលត្រូវជា Hina ដែលពេលហ្នឹង Hina គាត់ក៏ត្រូវបានក្មេងទំនើងមួយក្រុមហ្នឹងកំពុងតែគំរាមកំហែងមកលើគាត់
ដែលស្លុតគាត់ចឹងបន្ទាប់មកយើងក៏បានឃើញ My Hero Takemichi របស់យើងហ្នឹងក៏បានចូលមកជួយសង្គ្រោះហ៊ីណាពេលហ្នឹង Takemichi បានព្យាយាមលោតចូលនឹងដើម្បីបញ្ឈប់ពួកគេតែមីណាត្រូវបានជនទាំងអស់នោះវេលនឹងទ្រាំខ្លួនពេលហ្នឹង Takemichi បាននិយាយថាពួកគេកំពុងតែវេគាត់ដោយអយុត្តិធម៌ហើយគាត់សូមឲ្យពួកគេហ្នឹងប្រយុទ្ធជាមួយនឹងគាត់មួយទល់នឹងមួយមកកុំលេងព្រួតគ្នាវាយចឹងណាធ្វើបាបគ្នាអាំងគ្នាក្មេងតូចហើយវាគឺជាពេលដែល Shinichiro គឺធ្វើការសម្រេចចិត្តឈានចូលដើម្បីបញ្ឈប់ការគំរាមកំហែងរបស់ក្មេងតំណឹងទាំងអស់នោះហើយ Pro Shinichiro ហ្នឹងបានប្រាប់ពួកក្មេងតំណឹងទាំងអស់នោះឲ្យចាក់ចេញទៅដោយគាត់បានវាយគំរាមដោយដាក់ម្ដាយចំមង្គលភ្លើងដើម្បីគំរាមជនទាំងអស់នោះដើម្បីឲ្យពួកគេខ្លាចរត់ចេញចឹងណាព្រមមក Shinichiro បានសួរ Takemichi ថាតើឯងមិនអីទេឬក្មេងតូចថាឲ្យ Takemichi ហ្នឹងឆាប់ក្រោកឡើងមកមនុស្សប្រុសអីយំដូចស្រីអញ្ចឹងបន្ទាប់ពីឃើញ Shinichiro ហ្នឹងខ្លាំងចឹង Takemichi ក៏បានសួរ Shinichiro វិញពីរបៀបដែលគាត់អាចខ្លាចជាមនុស្សដែលរឹងមាំដែល Takemichi ហ្នឹងចង់រឹងមាំដូច Shinichiro ដែរគាត់ចង់ខ្លាំងដូច Shinichiro ចឹងហើយនៅពេលដែល Shinichiro បានលើសម្ដីរបស់ Takemichi និយាយចឹងភ្លាមស្រាប់តែគាត់បានគិតពីបរិះអនាថាដែលគាត់បានធ្លាប់លើកដៃសម្លាប់តាំងពីពេលវេលាដើមហើយគាត់ក៏បានចងចាំនៅបរិះអនាថាដែលបានផ្ដល់ឲ្យគាត់នៅធម៌ពលពេលវេលានេះ Shinichiro កំពុងតែគិតអំពីអំណាចនៃពេលវេលាធម៌ពលរបស់គាត់ផងនោះស្រាប់តែ Shinichiro ក៏បានលើកទឹកចិត្តឲ្យ Takemichi ហ្នឹងធានាថា Takemichi នៅថ្ងៃអនាគតតួអាចប្រុសរបស់យើងហ្នឹងនឹងក្លាយជាជនដ៏ខ្លាំងមួយហើយ Shinichiro បានចាប់ដៃរបស់តួអាចប្រុសរបស់យើងហើយគាត់ក៏បានប្រាប់មកកាន់ Takemichi ថាអ្វីៗផ្សេងទៀតដែលតួអាចប្រុសរបស់យើងនឹងបរាជ័យគឺគាត់អាចប្រើអំណាចនេះប្រសិនបើតួអាចប្រុសរបស់យើងនឹងចង់ប្រើហើយចង់ជួយសង្គ្រោះនរណាម្នាក់ដែលគាត់នឹងចង់ការពារនៅពេលនេះ Shinichiro គឺបានសម្រេចចិត្តទេធម្មពលពេលវេលានេះមកកាន់តួអាចប្រុសរបស់យើងគឺឲ្យ free ហ្មងចំពោះ Hanagaki Takemichi ព្រោះ Shinichiro ដឹងថា Takemichi ហ្នឹងគឺជាមនុស្សល្អជាវីរបុរសពិតថែមទាំងជាបុរសដែលសមតែគួរឲ្យហើយ Shinichiro ហ្នឹងបានគិតក្នុងចិត្តរបស់គាត់ទៀតថាមិនគួរណាសុំអំណាចធម្មពលពីបុរសអនាថាជំនួសដោយការសម្លាប់គាត់ចឹងShinichiro បន្តនិយាយប្រកាសថា Takemichi គឺនឹងអាចគ្រប់គ្រងអំណាចមួយនេះបានហើយគាត់គិតថា Takemichi ហ្នឹងគឺជាមនុស្សតាមអ្នកកូដដែលស័ក្តិសមគ្រប់គ្រាន់ដើម្បីទទួលយកសមត្ថភាពនេះហើយនៅក្នុងចម្ពោះនេះ Shinichiro គឺបានដឹងថាជាកំហុសរបស់គាត់ដែលបានសម្លាប់ជនអនាថាម្នាក់នោះពីព្រោះថារឿងទាំងអស់នេះនឹងអាចក្លាយជាការដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់ Shinichiro គឺសម្រាប់មនុស្សព្រោះអតីតកាលនឹងគឺបានផ្លាស់ប្ដូរហើយអ្នកដតីនឹងគឺមកស្លាប់ជំនួសវិញដោយទៅនឹង Takemichi បានផ្លាស់ប្ដូរជោគវាសនាម្ដងមនុស្សគឺបានស្លាប់ជាបន្តបន្ទាប់មិនថាសូម្បីតែអ៊ីសាណាគីសាគីឬនៅពេលដែល Takemichi បានចូលទៅជួយសង្គ្រោះ Draken បែរជាបាជីស្លាប់ជំនួសហើយនៅពេលវេលាបន្ទាប់ទៀត Takemichi ក៏បានទៅជួយសង្គ្រោះទៅលើ Senju បែរជា Draken គឺជាអ្នកស្លាប់ជំនួស Senju ទៅវិញសូម្បីតែបែរការកឈូក៏អញ្ចឹងដែរការកឈូក៏បានជួយសង្គ្រោះមនុស្សគ្រប់គ្នាចេញពីផ្លូវរថភ្លើងគឺការកឈូនឹងគឺជាអ្នកស្លាប់ជំនួសមិត្តភ័ក្តិរបស់តួអាចប្រុសរបស់យើងគឺស្លាប់ជំនួសគ្នាទៅវិញទៅមកអញ្ចឹងឥឡូវនេះ Pro Shinichiro ក៏បានជួយសង្គ្រោះប្អូនប្រុសរបស់គាត់ដែលត្រូវជា Mikey អញ្ចឹង Shinichiro ក៏ត្រូវតែស្លាប់ជំនួស Mikey អញ្ចឹងដែរនិយាយទៅគឺផ្លាស់ប្ដូរវាសនាគ្នាទៅវិញទៅមកហេតុផលនៃអតីតកាលគឺត្រូវបានផ្លាស់ប្ដូរគឺថាបរិះអនាថានោះគឺមានចេតនាផ្ដល់ឲ្យ Shinichiro នៃធម៌ពលនេះចំណែកឯបណ្ដាសាគឺជំរុញនៃភាពច្រានខ្មៅងងឹតដែលអាចឆ្លងចូលខ្លួនរបស់ Mikey ហើយកម្លាំងងងឹតគឺតំណាងឲ្យការឈឺចាប់របស់ Shinichiro ហើយវាក៏បានបញ្ជូននៅក្នុងខ្លួនរបស់ Mikey យើងអាចឃើញថានៅពេលដែលពេលវេលារបស់ Shinichiro ឆ្លងមកជាលើដំបូងភាពងងឹតរបស់គាត់ក៏បានបាត់ភ្លាមៗហើយវាអាចទៅរួចដែរដែលភាពងងឹតហ្នឹងក៏អាចផ្ទេរមកកាន់ Mikey ហើយរឿងទាំងអស់នេះគឺ Mikey ក៏បាននិទានប្រាប់ទៅលើតួអាចប្រុសរបស់យើងហើយមនុស្សគ្រប់គ្នាក៏បានឮផងដែរដែលថាប្រតិកម្មរបស់មនុស្សគ្រប់គ្នានៅពេលនោះហ្នឹងគឺបានដឹងថា Shinichiro គឺបានផ្ដល់ធម៌ពលនេះមកកាន់ Takemichi ហើយម្ដាសានេះគឺត្រឡប់មករក Mikey វិញនិយាយទៅធម៌ពលពេលវេលាហ្នឹងគឺចូលមកតួអាចប្រុសរបស់យើងប៉ុន្តែម្ដាសាគឺទៅឲ្យ Mikey អញ្ចឹងពីរនាក់ហ្នឹងគឺអាចនឹងមានការតាក់ទងគ្នាហើយក្នុងនោះវ៉ាកាសាហ្នឹងក៏បាននិយាយថាវាហាក់បីដូចជា Shinichiro ហ្នឹងបានប្រាប់គាត់កន្លងមកអញ្ចឹងថា Shinichiro គាត់បានការពារក្មេងប្រុសមិនស្គាល់មុខម្នាក់ជាមួយនឹងឥទ្ធិពលនៃធម៌ពលពេលវេលានេះហើយ Takemichi គឺបានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានដឹងថា Shinichiro ហ្នឹងគឺបានជួបគាត់តែ Takemichi បានជួប Shinichiro កន្លងមកអញ្ចឹងណាហើយ Shinichiro គឺមានហេតុផលតែមួយគត់ដែលឲ្យ Takemichi ហ្នឹងគឺអាចជួយសង្គ្រោះ Hina បានព្រោះ Takemichi គិតថាពួកគេទាំងអស់គ្នាគឺមានទំនាក់ទំនងនឹងគ្នាជាមួយនឹងបណ្ដាសានេះរួមទាំង Kisaki, Hina និង Takemichi ពួកគេទាំង4នាក់គឺបានស្គាល់ Shinichiro នឹងយូរណាស់មកហើយតែដោយសារពួកគេអត់ចាប់អារម្មណ៍អញ្ចឹងឥឡូវនេះ Takemichi គិតខ្លួនឯងថាពួកគេទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងជោគវាសនានេះហើយគាត់ក៏ដឹងថាអ្វីគ្រប់យ៉ាងវាបានចាប់ផ្ដើមតាំងពីថ្ងៃនោះមកម្ល៉េះហើយថ្ងៃនោះគឺជាថ្ងៃដែលចាប់ផ្ដើមនៃសាច់រឿងដំបូងរបស់ពួកគេព្រោះថាបើសិនអត់មានរឿងនឹងកើតឡើងក៏យើងអត់មានសាច់រឿងមើលដែរត្រូវអត់